ថ្មីមួយករណីទៀតហើយបងប្អូនបន្ទុកទៀតហើយប៉ាម៉ាក់ដែលមានកូនតូចកូនធំអីសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាថ្ងៃនេះមានម៉ាក់មួយគាត់ផុសអំពីកូនគាត់ត្រូវបានគេដាក់ថ្នាំបានជិះកង់ទៅរៀនច្រើនកន្លែងហើយថ្ងៃនោះគឺចេញពីរៀនទៅគាត់ឃើញថានៅក្នុងកង់របស់គាត់ហ្នឹងមានដប2ដបតែគេប្លង់ចោលនៅក្នុងកន្ត្រកមេញបងប្អូនគាត់ឃើញដបទឹកហើយគាត់បានគិតអីច្រើនគាត់យកទឹកនោះមកញ៉ាំហើយពេលមកដល់ផ្ទះវិញគាត់មានបានប្រាប់ម៉ាក់គាត់ថាគាត់បានញ៉ាំទឹកអីផ្ដេសផ្ដាស់ហេប៉ុន្តែស្រាប់តែពេលយប់ឡើងមកគាត់ចាប់ដើមវង្វេងវង្វាន់រវើពូនអីហ្មងហើយរហូតដល់ថ្ងៃឡើងក៏នៅតែអត់ដេកពូនដែរពេញមួយយប់ជប់ម៉ាក់ប៉ារបស់គាត់ហ្នឹងគឺភ័យខ្លាំងមែនទែនរហូតដល់មិនដឹងថាធ្វើយ៉ាងម៉េចក៏នាំគាត់ទៅគុណធិបផាហើយក្រោយពេលដែលយកទៅដល់គុណធិបផាតែគុណធិបផាក៏បានពិនិត្យទឹកនោមនិងពិនិត្យទឹកនៅក្នុងដបនោះថាតើមានសារធាតុអីខ្លះទឹកមែនបងប្អូនរកឃើញសារធាតុញៀនទាំងក្នុងខ្លួនក្មេងនិងក្នុងដបទឹកអូពិតជាគួរខ្លាចខ្លាំងមែនទែនមិនដឹងថាអ្នកប្លង់ដបទឹកចោលនៅក្នុងកង់ក្មេងហ្នឹងគឺចង់បានអីហើយចង់ដាក់ថ្នាំក្មេងហ្នឹងយកទៅធ្វើអីឬក៏បែបណាគួរឲ្យខ្លាចខ្លាំងមែនទែនបងប្អូនហើយសំណាងហើយគាត់ត្រឡប់មកផ្ទះវិញឪពុកម្ដាយបានដឹងយកទៅពេទ្យតន់ហើយចុះបើសិនជាអត់បានត្រឡប់មកផ្ទះវិញទេតើមានរឿងអីកើតឡើងចំពោះគាត់គួរឲ្យខ្លាចពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនអញ្ចឹងសារនេះសូមផ្ញើជូនទៅប៉ាម៉ាក់ទាំងអស់គ្នាឲ្យប្រុងប្រយ័ត្នទាំងអស់គ្នាប៉ុន្តែកុំភ័យស្លន់ស្លោខ្លាំងពេកត្រូវថែរក្សាផ្លូវចិត្តខ្លួនឯងផងប៉ាម៉ាក់ព្រោះថាឥឡូវហ្នឹងគឺសង្គមកាន់តែជឿនលឿនអ្វីៗគឺជឿនលឿនទៅមុខច្រើនខ្លាំងពេលខ្លះសឹងតែយើងដើរមិនទាន់ទេតែផ្លូវចិត្តយើងក៏សំខាន់ខ្លាំងដែរអញ្ចឹងថែរក្សាផ្លូវចិត្តខ្លួនឯងមើលថែកូនឲ្យប្រុងប្រយ័ត្នអរគុណសូមជម្រាបលា